ចាប់ផ្ដើមនៅពេលនេះមកសាររឿងក៏ស្ថិតនៅក្នុងទីក្រុងរន្ទះដដែលអ្នកទាំងពីរក៏បានភ្ជាប់ថាឡានកើបានឈានទៅដល់កម្រិតទី6គាត់ក៏សួរបកទៅវិញថាអ្នកទាំងពីរគ្មានទំនុកចិត្តទៅលើកូនប្រុសម្នាក់នេះទេមែនទេនិយាយរួចក៏បានបញ្ចេញនៅធម្មពលក្រោយខ្នងដែលមាននៅនិមិត្តសញ្ញា6រួចក៏បានបញ្ចេញនៅធាតុទាំងអស់ឲ្យពួកគាត់មើលបន្ថែមទៀតរោយន្តនាងស្ទើរតែមិនជឿក្នុងរយៈពេល6ខែប៉ុណ្ណោះឡានកើអាចឈានទៅដល់កម្រិតទី6បាត់ទៅហើយឡានសៀងគាត់ក៏ដឹងថែមទៀតថាឡានកើបានយកឈ្នះ2ដងនៅក្នុងការប្រកួតហើយគាត់ក៏ថែមទាំងបានសហការជាមួយនឹងមនុស្សដែលមកពីដែនវេទមន្តសួរកូនប្រុសថែមទៀតថាមានរឿងអ្វីកើតឡើងឡានកើក៏បានហោះឡើងទៅលើតុចាប់ផ្ដើមរៀបរាប់ប្រាប់ទៅកាន់ពួកគាត់មនុស្សបាននិទានរឿងជាមួយនឹងចម្រៀងដើម្បីបញ្ចូលតួយ៉ាងដូចជាប្រសិនបើជាមាននៅផ្លូវ3ច្បាស់ណាស់ពួកគេគឺមិនជ្រើសរើសនៅផ្លូវកោងនោះទេអំពើល្អនិងអាក្រក់ត្រូវបានវិនិច្ឆ័យដោយព្រះនៅក្នុងពិភពលោកមួយនេះគឺជាពិភពលោកនៃការវឹកហាត់ហើយបើមានអ្នកយល់នោះជួយប្រាប់ admin ផងព្រោះតែ admin អត់យល់ស្បីតែបន្តិចចូលទៅកាន់សាររឿងរបស់យើងវិញអ្នកទាំងពីរក៏អង្គុយស្ដាប់ឡានកើរហូតដល់រសៀលបាត់ហើយក្រោយពីស្ដាប់ឡានកើរៀបរាប់នៅរឿងរ៉ាវទាំងអស់រួចរោយន្តក៏បានរត់ចូលទៅសួរកូនប្រុសតើអង្កាំទិដ្ឋភាពអស្ចារ្យដែរឬទេហើយថែមទាំងឲ្យគាត់បង្ហាញមកឲ្យនាងមើលថែមទៀតឡានកើក៏ប្រាប់ទៅកាន់មេដាវិញថាបើគាត់យកចេញមកបានគាត់យកចេញមកហើយប៉ុន្តែបើគិតមើលទៅវាក៏អាចជួយបង្កើននៅល្បឿនវឹកហាត់របស់គាត់បានដែរហើយនៅពេលនេះបំណងប្រាថ្នាដ៏ធំរបស់គាត់នោះគឺគាត់មិនចង់ទៅជួបដៃគូណាត់របស់គាត់ទេរោយន្តក៏បានចាប់ដៃកូនប្រុសប្រាប់ទៅវិញថាគាត់យកអារម្មណ៍គេនៅពេលនេះប៉ុន្តែគេក៏ត្រូវតែយកអារម្មណ៍គាត់ដូចគ្នាសួរគ្រប់គ្នាទៅមើលថានៅលើលោកនេះមានម្ដាយឯណាដែលមិនធ្វើដើម្បីកូននោះបំណងប្រាថ្នាម្ដាយគ្រប់រូបគឺតែចង់ឲ្យកូនបានរៀបការនិងឆាប់បានពរចៅធ្វើដើម្បីមេដាប៉ុណ្នេះមេដាស្លាប់ទៅបិទភ្នែកចិត្តហើយដោយឃើញមេដារបស់គាត់យំពោពេញទៅដោយដងនៃការសម្ដែងបែបនេះឡានកើក៏បានក្រីក្បាលរួចរោយន្តក៏បានមកចិត្តកូនប្រុសសួរដដែលថានៅស្រឡាញ់មេដាដែរទេដោយមិនអាចប្រកែកបានបែបនេះឡានកើក៏បានយល់ព្រមគ្រាន់តែលើបែបនេះរោយន្តក៏ចាប់ផ្ដើមបដូរអត្តចរិតវិញម្ដងថានេះបានសមជាបុត្ររបស់មេដារួចក៏បានរត់ចេញទៅទាំងសប្បាយចិត្តប្រាប់ថាគាត់នឹងទៅរៀបចំកូនកំមុំទៅឲ្យគេក្រោយពីរោយន្តចេញទៅផុតភ្លេងកំសត់ក៏នៅតែបន្តបន្លឺឡើងហើយនេះគឺគ្មាននរណាឆ្ងាយក្រៅពីស្នាដៃឪពុករបស់គេប៉ុណ្ណោះឡានកើក៏សួរទៅកាន់គាត់ថាសប្បាយគ្រប់គ្រាន់ហើយឬនៅឡានសៀងលើបែបនេះក៏មិនទៅសោចគាត់ក៏បានស្ដីឲ្យតែម្ដងថាមានរឿងធំបែបនេះហើយនៅតែឆោមមើលតែគាត់គឺមិនស្រឡាញ់ខ្ញុំនោះទេលោកថែមទៀតថាមើលទៅគាត់ពេលនេះប្រហែលជាត្រូវតែទទួលនៅជោគវាសនានេះហើយរួចក៏ប្រាប់ទៅកាន់បិតាថាគាត់មានកម្រងសាងសង់ផ្ទះនៃសេចក្ដីសង្ឃឹមដោយយកកម្រងចេញពីផ្ទះរបស់ហ្វាហ័រដែលនៅក្នុងទីក្រុងបញ្ញាធ្វើយ៉ាងណាក៏ដោយគឺគាត់ចង់ឲ្យមានស្ថានភាពដូចគ្នាឡានសៀងក៏យល់ស្របវាដូចជាមានន័យណាស់ឡានកើក៏បានប្រាប់ថាការជួយសង្គ្រោះទៅកាន់កុមារវាហាក់បីដូចជាពួកយើងបានបង្ហាញផ្លូវទៅកាន់ពួកគេអញ្ចឹងរួចក៏សួរបិតាថាអាចធ្វើនៅក្នុងទីក្រុងរន្ទះទាំងមូលបានដែរទេឡានសៀងគាត់ក៏ត្រូវតែពិភាក្សាជាមួយនឹងមន្ត្រីមួយចំនួនសិនជាមួយនឹងរឿងនេះគាត់ក៏មានតែត្រូវបញ្ចេញនៅប្រាក់ផ្ទាល់ខ្លួនរបស់គាត់ផងដែរហើយគាត់ក៏ឲ្យឡានកើទៅរៀបចំនៅក្នុងទីក្រុងរន្ទះជាមុនចំណែកគាត់វិញក៏ត្រូវតែប្រមូលមន្ត្រីមួយចំនួនដើម្បីប្រកបប្រកាសជំវិញប្រទេសឡានកើក៏បានយល់ស្របតែឡានសៀងក៏ថាបើអាចគាត់ក៏ចង់ឲ្យគេមកទីនេះគាត់ក៏ចង់ឃើញទៅកាន់ហ្វាហ័រផងដែរប្រសិនបើជាកូនប្រុសនៅតែរក្សាទំនាក់ទំនងជាមួយនឹងអង្កាំដទិដ្ឋភាពនេះគាត់សង្ឃឹមថាហ្វាហ័រនឹងជាមិត្តដែលគួរឲ្យទុកចិត្តទៅចុះឡានកើក៏យល់ស្របអញ្ចឹងដែរខ្ញុំនឹងដឹងគុណគាត់បើគាត់មិនចាក់ខ្ញុំពីក្រោយរួចក៏ប្រាប់ទៅកាន់ឪពុកថាបើមានឱកាសនោះគាត់នឹងនាំគេមកទីនេះបន្ទាប់មកសាររឿងក៏បានកើម្ដងបន្ទប់របស់ឡានកើវិញពេលនេះគាត់កំពុងតែរំលឹកទៅកាន់ផ្ទះនៃសេចក្ដីសង្ឃឹមភ្លាមនោះក៏ចាប់ផ្ដើមកោះហៅនៅហ្វាហ័រមកទីនេះតែម្ដងហ្វាហ័រមកដល់ភ្លាមក៏សួរឡានកើថាទីនេះគឺជាផ្ទះរបស់គេមែនទេឡានកើមិនបានឆ្លើយតបនោះឡើយក៏នាំហ្វាហ័រទៅកន្លែងល្អមួយសាររឿងក៏បានកាត់មកដល់ទីតាំងមួយកន្លែងដែលមាននៅភ្នំដ៏ធំមួយអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់ទីនេះរីឯនៅក្នុងរូងភ្នំនេះវិញក៏ពោពេញទៅដោយចំហាយនៃធម្មពលរន្ទះហើយនៅទីនេះក៏មាននៅអាសនៈដ៏ធំមួយផងដែរហ្វាហ័រក៏ដឹងហើយថានេះគឺជាប្រភពធម្មពលនៃធាតុឡានកើពិតប្រាកដណាស់នេះគឺជាអាងរន្ទះដែលជាកន្លែងពិសិដ្ឋមួយសម្រាប់នៃការវឹកហាត់ដែលនៅក្នុងទីក្រុងរន្ទះនេះហើយគាត់ក៏ងើបឆ្ងល់ថាពួកគេអាចយកអំណាចឋានសួគ៌និងផែនដីដើម្បីមកវឹកហាត់បានដែរទេហើយធម្មពលដែលចេញអំពីអាងរន្ទះនេះសូម្បីតែចាស់ទុំនៅក្នុងទីក្រុងរន្ទះក៏មិនអាចសូត្រទ្រាំបានរយៈពេល10នាទីផងបន្ទាប់មកអ្នកទាំងពីរក៏បានចូលទៅក្នុងអាសនៈឬក៏ជាអាងរន្ទះដែលនៅខាងមុខដើម្បីវឹកហាត់ចំហាយរន្ទះយ៉ាងខ្លាំងក្លាក៏នៅតែបន្តសាយភាយចេញបណ្ដាលឲ្យអ្នកទាំងពីរក៏មានអាការឈឺចាប់តែបើទោះបីជារន្ទះនៅតែបន្តបាញ់ទៅកាន់ពួកគេយ៉ាងនេះក្តីប៉ុន្តែពួកគេក៏នៅតែអាចស៊ូទ្រាំបានថែមទាំងរអ៊ូបន្តទៀតថានេះក៏ពិតជាយឺតពេកហើយគណៈពេលនោះរន្ទះនេះក៏ដូចជាបានលើសម្ដីរបស់ឡានកើអញ្ចឹងក៏បានបាញ់មកបន្ថែមទៀតក៏ធ្វើឲ្យអ្នកទាំងពីរបានហូរឈាមតាមមាត់ហ្វាហ័រក៏បានប្រាប់ឲ្យឡានកើកុំធ្វេសប្រហែសឲ្យសោះរួចអ្នកទាំងពីរក៏នៅតែបន្តហ្វឹកហាត់បន្ទាប់ទៀត80ម៉ោងក្រោយមកពួកគេក៏បានដល់នៅដែនកំណត់បាត់ទៅហើយឡានកើក៏បាននិយាយគាត់បានគិតថាពួកគេអាចហ្វឹកហាត់បានដូចជានៅក្នុងទីក្រុងបរិសុទ្ធស្មានមកដល់ពួកគេបែរជាមិនអាចទម្លាក់ទៅកាន់កម្រិត
ត់ទី7ទៅវិញហ្វាហក៏បានស្ដីឲ្យពិតជាសបិនទាំងថ្ងៃមែនទើបតែឈានទៅដល់កម្រិតទី6សោះបែរជាចង់ឈានទៅដល់កម្រិតទី7ទៀតតែឡានកើក៏នៅតែប្រាប់ទៅវិញថាដឹងដល់របៀបណាបើពួកយើងព្យាយាមនោះប្រកាសជាអាចធ្វើបានហ្វាហមិនបាននិយាយអ្វីច្រើនទៀតទេគាត់ក៏ចង់ត្រឡប់ទៅវិញឡានកើក៏បានប្រាប់ហ្វាហឲ្យចាំបន្តិចគាត់ក៏ចង់ទិញអាហារសម្រាប់ក្មេងៗនិយាយរួចក៏បានហោះចាស់ចេញពីទីនេះស្របពេលនោះផងដែរសៀងយន្តក៏បានហោះចូលមកហៅទៅកាន់ស៊ីលកើរបស់គាត់អេដមីនចេះតែច្រឡំហៅរូបយន្តរហូតហ្វាហឃើញបែបនេះក៏បានអោនគ្រប់ណែនាំឈ្មោះប្រងទៅប្រាប់ថាគាត់គឺជាមិត្តភក្តិរបស់ឡានកើទៀតសៀងយន្តក៏បានសរសើរថាមិនអាក្រក់ទេក៏ធ្វើឲ្យឡានសៀងឯនេះវិញចង់ឆ្លក់ទឹកមាត់ក៏លែងមកកាន់ខាងនេះវិញហ្វាហក៏សួរថាអ្នកគឺជានរណាសៀងយន្តក៏ប្រាប់ទៅវិញថាគាត់គឺជាម្ដាយរបស់ឡានកើព្រមទាំងសួរថាកូនប្រុសរបស់គាត់ទៅណាបាត់ទៅហើយហ្វាហក៏ថាគេបានទៅទិញនំបន្តិចទៀតនេះគេប្រកាសជាមកវិញជាមិនខានរូបយន្តក៏នៅតែសរសើរទៅកាន់ហ្វាហថាពិតជាល្អនិងស្មោះត្រង់ខ្លាំងណាស់និយាយអញ្ចឹងតែគេអាចកោះហៅអ្នកផ្សេងបានទេបើអាចនោះគាត់ក៏ចង់ឲ្យហ្វាហនាំគាត់ទៅក្នុងទីក្រុងវេទមន្តហ្វាហក៏បានហៅគាត់ថាអ្នកមីងខ្ញុំខ្លាចតែសៀងយន្តក៏បានកាត់ប្រាប់ថាមិនអីទេបំភ្លេចរឿងនេះចោលចោះគណៈពេលនោះឡានក៏បានមកដល់សួរទៅកាន់ម្ដាយរបស់គាត់ថាមកទីនេះធ្វើអ្វីសៀងយន្តក៏បានតបថានាងមកទីនេះដើម្បីប្រាប់ដំណឹងល្អទៅកាន់គេព្រោះតែពេលនេះនាងបានរៀបចំពិធីជ្រើសរើសកូនប្រសារហើយនៅក្នុងពិធីនេះផងដែរក៏មាននៅស្ត្រីជាច្រើនដែលមកពីទីក្រុងផ្សេងបន្ថែមទៅប្រាប់ឲ្យកូនប្រុសត្រូវតែជ្រើសរើសដោយប្រុងប្រយ័ត្នហ្វាហឃើញចរិតអ្នកទាំងពីរដូចគ្នាបែបនេះក៏មានតែករីក្បាលលែងមកកាន់សៀងយន្តនេះវិញក៏នៅតែប្រាប់ទៅកាន់កូនប្រុសថាត្រូវតែដោះស្រាយរឿងនេះឲ្យបានឆាប់រួចនាងក៏បានអញ្ជើញហ្វាហឲ្យចូលរួមពិធីនៅថ្ងៃស្អែកនេះផងដែរហ្វាហមិនទាន់បានឆ្លើយតបផងនាងក៏បានហោះចាស់ចេញបាត់ទៅហើយដល់អញ្ចឹងហ្វាហក៏បានអន់គ្រប់ចំណែកឯឡានកើនេះវិញក៏ចាប់ផ្ដើមអស់សង្ឃឹមហើយថាគាត់គឺមិនអាចគេចផុតអំពីរឿងនេះបានទេតែគាត់ក៏លែងខ្វល់ទៀតហើយពេលនេះអ្វីដែលសំខាន់នោះគឺត្រូវតែទម្លាក់ទៅដល់កម្រិតទី7រួចក៏ទៅសមុទ្រនិធាតុដើម្បីដាស់ឡើងជាលើកទី2ពេលនេះហ្វាហគាត់ក៏លែងឆ្ងល់ទៀតហើយហេតុអ្វីបានជាឡានកើគាត់មានចិត្តអត់ធ្មត់ដើម្បីហ្វឹកហាត់យ៉ាងនេះរីឯឡានកើក៏បានប្រាប់ឲ្យហ្វាហត្រូវតែជួយគាត់ហ្វាហក៏បានយល់ស្របប៉ុន្តែពេលនេះគាត់ក៏ត្រូវតែចូលរួមជាមួយនឹងពិធីជ្រើសរើសកូនក្រមុំដូចគ្នាលើបែបនេះឡានកើក៏មកស្ដីឲ្យហ្វាហមិនបានជាមិនអាណិតមកកាន់គាត់អញ្ចឹងហ្វាហក៏បានតបទាំងឈឺចាប់នៅក្នុងចិត្តថាមើលទៅម្ដាយកូននេះទាំងពីរពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ស្ដាប់ពីទាំងអស់នេះហើយឡានកើគាត់ក៏រៀងឆ្ងល់បន្តិចដែរបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់នៅក្នុងទីក្រុងរន្ទះមនុស្សជាច្រើនក៏កំពុងតែធ្វើកិច្ចការរបស់ពួកគេរៀងៗខ្លួនតែទៅភាពនៅទីនេះក៏ពិតជាអ៊ូអរខុសឆ្ងាយដាច់អំពីទីក្រុងបញ្ញាទាំងស្រុងខណៈពេលដែលហ្វាហកំពុងតែដើរតែម្នាក់ឯងនោះក៏បានលើសំឡេងប្រជាជនបាននិយាយគ្នាពួកគេក៏សង្ឃឹមថាព្រះអង្គម្ចាស់ឡានកើនឹងរកបានប្រពន្ធដែលស័ក្តិសមមួយទៅចោះព្រមទាំងសរសើរទៅកាន់ឡានកើថែមទៀតដែលមានគំនិតចេះសាងសង់ផ្ទះនៃសេចក្តីសង្ឃឹមដើម្បីជួយសង្គ្រោះទៅកាន់កុមារកំព្រាហ្វាហស្ដាប់ឮពាក្យសម្ដីទាំងអស់នេះក៏បានដើរចេញទៅទាំងញញឹមស្របពេលនោះក្មេងៗក៏បានសប្បាយចិត្តថាផ្ទះនៃសេចក្តីសង្ឃឹមជិតចាប់ផ្ដើមហើយគ្រាន់តែលើបែបនេះហ្វាហគាត់ក៏បានមកមើលការសាងសង់របស់ពួកគេផងដែរតែមិនទាន់ធ្វើហើយទេប៉ុន្តែផ្លាកឈ្មោះបានធ្វើរួចទៅហើយបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ផ្ទះនៃសេចក្តីសង្ឃឹមដែលនៅក្នុងទីក្រុងប្រាជ្ញានេះវិញហ្វាហក៏កំពុងតែចែកកាដូទៅកាន់ក្មេងៗឃើញកាដូដ៏ច្រើនបែបនេះកញ្ញាតេងក៏បានសរសើរទៅកាន់ឡានកើផងដែរស្របពេលនោះអាឡឺតយងសៀនក៏បានសួរទៅកាន់ហ្វាហតើបងប្រុសឡានកើមកទីនេះនៅពេលណាហ្វាហក៏បានអង្អែលក្បាលប្រាប់ថាឡានកើពេលនេះគេកំពុងតែជួបប្រទះតែរឿងសប្បាយបំផុតនៅក្នុងជីវិតសាច់រឿងក៏បានកាត់មកដល់ពិធីជ្រើសរើសកូនប្រសារនេះវិញគណៈកម្មការក៏បានស្វាគមន៍ទៅកាន់អស់លោកស្រីនិងនាងកញ្ញាទាំងអស់ដែលបានមកចូលរួមជាពិសេសនោះគឺជាប្រជាជនដែលមកពីទីក្រុងរន្ទះផ្ទាល់កម្មវិធីនេះផងដែរគឺបង្កើតឡើងសម្រាប់ព្រះអង្គម្ចាស់ឡានកើដែលជាបរិសុទ្ធសង្ហានិងជាបុត្រានៃទីក្រុងរន្ទះប្រិយមិត្តជាទីមេត្រីឥឡូវនេះយើងនឹងស្វាគមន៍ទៅកាន់ម្ចាស់ផ្ទះហើយក៏ត្រូវជាមនុស្សតែម្នាក់គត់ដែលជាចំណែកនៅកម្មវិធីនេះផ្ទាល់ដែលម្នាក់នោះផងដែរគឺជាម្ចាស់ក្សត្រីនៃសេរីភាពគ្រាន់តែលើបែបនេះភ្លាមប្រជាជនដែលនៅទីនេះក៏ចាប់ផ្ដើមស្រែកហូកញ្ជ្រៀវពីពេញទីលានទាំងមូលគណៈពេលនេះផងដែរមេអំបៅតូចៗទាំងអស់នេះក៏ចាប់ផ្ដើមប្រែទៅជាសៀងយន្តចុះមកយ៉ាងស្រស់ស្អាតឃើញគ្រប់គ្នាស្រែកហូកញ្ជ្រៀវទៅឲ្យប្រពន្ធរបស់គាត់បែបនេះឡានសៀងក៏សរសើរថាប្រជាប្រិយភាពរបស់ប្រពន្ធគាត់គឺខ្លាំងជាងគាត់ទៅទៀតមើលទៅខ្ញុំពេលនេះគឺមានតែខិតខំប្រឹងប្រែងបន្តទៀតហើយស្របពេលនោះពុទ្ធចាស់ម្នាក់ក៏បានទៅវិញថាលោកធ្វើបានល្អស្រាប់ហើយដោយសារតែការគ្រប់គ្រងរបស់លោកទើបធ្វើឲ្យទឹកដីនៃសេរីភាពទទួលបានការរីកចម្រើនដ៏ខ្លាំងបែបនេះចំណែកឯផ្ទះនៃសេចក្តីសង្ឃឹមដែលព្រះអង្គម្ចាស់បានសាងសង់នៅថ្មីនេះពិតជាទទួលបានការសរសើរពីប្រជាជនខ្លាំងមែនទែនកន្លែងមកកាន់សៀងយន្តនេះវិញក៏បានជម្រាបសួរទៅកាន់ប្រជាជនដែលនៅក្នុងទីក្រុងរន្ទះទាំងអស់ជាដំបូងនោះក៏សូមអរគុណទៅកាន់គ្រប់គ្នាដែលបានមកចូលរួមជាមួយនឹងកម្មវិធីនៅថ្ងៃនេះហើយ admin ក៏អរគុណទៅកាន់គ្រប់គ្នាដែរដែលតែងតែគាំទ្រសៀងយន្តក៏បានបន្តបន្ទាប់ពីការជំរុញអស់ជាច្រើនតង់បេក្ខជនដែលនៅសល់ចុងក្រោយបំផុតនោះគឺមាន12នាក់ក្នុងនាមខ្ញុំជាម្ដាយពិតជាចង់ឃើញកូនប្រុសរបស់ខ្ញុំទទួលបាននៅនារីដ៏ល្អម្នាក់ចាប់ដៃគ្នារស់នៅដ៏ចាស់សោកស្កើយខ្លាំងណាស់បន្ទាប់មកនេះក៏សូមស្
ស្វាគមន៍ទៅកាន់កញ្ញាទាំង12គណៈពេលនេះផងដែរបេក្ខជនទាំង12ក៏បានឡើងមកដល់លើឆាកហើយអត់ទេជប់សិនទីបំផុតកញ្ញាស្រីស្អាតរបស់យើងក៏បានបង្ហាញខ្លួនប៉ុន្តែក៏ត្រូវបានសៀងយន្តតន់មួយជើងទៅលេងបៀជាមួយនឹងអេលៀនបាត់ហើយរួចមកទៀតសៀងយន្តក៏បានឡើងទៅខាងលើវិញប្រកាសទៅកាន់គ្រប់គ្នាតទៅទៀតនេះសូមស្វាគមន៍ទៅកាន់បេក្ខនារីទី1ដែលចូលមកសម្ដែងលើបែបនេះបេក្ខនារីដទៃទៀតក៏បានដើរចេញទៅបន្សល់ទុកនៅតែនារីម្នាក់នាងក៏បាននិយាយទាំងអឹមអៀនថានាងនៅបំបាយថ្មដោយដាក់នៅលើដើមនាងទាំងអស់គ្នាកាត់នៃខ្លួនឯងទៅគ្រាន់តែលើបែបនេះហ្វាហោក៏បានអស់សំណោចថាពិតជាគួរឲ្យខ្មាស់អៀនណាស់បន្ទាប់មកសៀងយន្តក៏បានប្រកាសបន្តទៀតថានាងអាចសូទៅកាន់ឡានកើ3សំណួរហើយឡានកើក៏អាចសូទៅកាន់នាង3សំណួរដូចគ្នាហើយនៅចុងបញ្ចប់នៃការប្រកួតនោះឡានកើក៏ត្រូវតែជ្រើសរើសយ៉ាងហោចណាស់ក៏3នាក់ដែរឥឡូវនេះផងដែរយើងក៏សូមស្វាគមន៍ទៅកាន់រិទ្ធិបុត្រឡានកើឃើញឡានកើហោះមកយ៉ាងសង្ហាបែបនេះក៏ធ្វើឲ្យកញ្ញាស្រែកហូរទាំងពីរពេញនឹងតែមិនច្បាច់មកមើលមុខឡានកើទេគ្មានពេញចិត្តអីបន្តិចសៀងយន្តឃើញបែបនេះក៏បានជន់ស្ទើរតែបែកមេជើងឡានកើទៅហើយឡានកើដែលគ្មានជាមួយនឹងក៏បានញញឹមតែមិនពេញចិត្តសៀងយន្តក៏បានគម្រាមទៅកាន់កូនប្រុសបន្តទៀតថានាងបានលក់សម្បត្តិទៅឲ្យប្រជាជនដែលបានមកចូលរួមបើធ្វើឲ្យពួកគេមិនពេញចិត្តនោះគាត់នឹងសម្លាប់ទៅកាន់ឡានកើជាមិនខានបន្ទាប់មកសៀងយន្តក៏បានស្វាគមន៍បេក្ខនារីទី1អត់យល់នារីមិញទី1ឥឡូវមកទី1មួយទៀតហើយអេដមីននិយាយទៅតាមសាថៃថទេខុសឆ្គងអធិស្ឋានផងហើយបេក្ខនារីទី1នេះក៏ជាប់ខ្សែស្រឡាយជាមួយនឹងគាត់ដូចគ្នាម្ដាយរបស់នាងគឺត្រូវជាបងប្អូនជីដូនមួយរបស់សៀងយន្តរីឯឈ្មោះរបស់នាងនោះគឺជាលីងយន្តក៏បានដើរចូលមកសួស្ដីទៅកាន់ទាំងអស់គ្នារីឯឡានកើនេះវិញក៏បានផ្ដោតសញ្ញាទៅកាន់ហ្វាហោតែហ្វាហោក៏មិនបានជួយនោះទេក៏ធ្វើឲ្យឡានកើក៏រត់តែអស់សង្ឃឹមទៀតហើយបន្ទាប់មកអ្នកទាំងពីរក៏បានប្រឈមមុខដាក់គ្នាឡានកើក៏សួរទៅកាន់នាងមកធ្វើអ្វីនៅទីនេះលីងយន្តក៏សួរបកទៅវិញតើនេះគឺជាសំណួរទី1ក្នុងចំណោមទាំង3មែនទេឡានកើលឺអញ្ចឹងក៏អស់ឲ្យនិយាយលីងយន្តក៏ប្រាប់នាងមកទីនេះធ្វើអ្វីមិនសំខាន់ទេអ្វីដែលសំខាន់នោះបើទោះបីជាគេជ្រើសរើសនាងក៏ដោយក៏នាងនៅតែមានសិទ្ធិបដិសេធដើរអញ្ចឹងឡានកើក៏បានមើលមុខម្ដាយរបស់គាត់តែសៀងយន្តក៏បានងាកចេញធ្វើមិនដឹងឡានកើបើយោងតាមអ្វីដែលនាងនិយាយមុននេះបើទោះបីជាគាត់ជ្រើសរើសនាងក៏ដោយក៏នាងនៅតែមិនអាចខ្លាចជាមិត្តស្រីរបស់គាត់ទេឬលីងយន្តក៏បានអូតទៅកាន់ខ្លួនឯងសម្រាប់នាងប៉ុណ្នេះយ៉ាងហោចណាស់ក៏បានបរោះប៉ិនសាំងឆិនដែរឡានកើក៏យល់ស្របថាគ្មានតែប៉ែណូទេដែលស័ក្តិសមជាមួយនឹងនាងរួចក៏សួរចំនួនចុងក្រោយតើនាងចាក់ចេញអំពីទីក្រុងរន្ទះនៅថ្ងៃណាលីងយន្តនាងមិនប្រញាប់ទៅណាទេនាងចង់ស្នាក់នៅទីនេះ2 3ថ្ងៃទៀតឡានកើដឹងចម្លើយអស់ហើយក៏បានខ្វែងមួយបន្ទាប់មកគឺជាសំណួររបស់លីងយន្តម្ដងតើលោកគឺមានទំនាក់ទំនងគ្រាន់តែបែបនេះគ្រប់គ្នាក៏ចាប់ផ្ដើមភ្ញាក់ផ្អើលប៉ុន្តែនាងក៏បន្តទៀតជានារីផ្សេងទៀតមែនទេលឺអញ្ចឹងព្រឹទ្ធាចារ្យជាមួយនឹងឡានសៀងក៏ចង់ដាច់ផ្ងាសៀងយន្តក្រហមបន្តិចក៏បានប្រាប់កូនប្រុសត្រូវតែឆ្លើយការពិតគ្រប់សំណួរទាំងអស់ឡានកើគាត់មិនបានឆ្លើយតបអ្វីឡើយក៏ចាប់ផ្ដើមយំតែម្ដងលីងយន្តសើចហើយក៏សួរថែបរបស់ឡានកើគាត់ក៏បានតទៅវិញមនុស្សស្រីដែលខ្ញុំចូលចិត្តគឺតើតែខ្ញុំមានអារម្មណ៍ចូលចិត្តនឹងហើយរួចគាត់ក៏ឲ្យនាងសួរសំណួរចុងក្រោយលឿនមករីឯសំណួរចុងក្រោយរបស់នាងនោះតែនៅលើខ្លួនគេគឺមានចំណុចពិសេសណាមួយទេលើបែបនេះឡានកើក៏ស្ដីឲ្យតែម្ដងតែនាងមកទីនេះដើម្បីបង្ករឿងឬហើយគាត់ក៏បានបដិសេធមិនចង់ឆ្លើយតបជាមួយនឹងសំណួរមួយនេះឡើយសៀងយន្តក៏បានយល់ស្របព្រោះតែនេះគឺជាឯកជនភាពរបស់គេដោយបែបនេះលីងយន្តក៏បានដើរចាស់ចេញទៅមុននឹងទៅនោះក៏ឆ្លៀតប្រាប់ទៀតថាបើនាងញ៉ែសាំងឆិនមិនបានទេនាងនឹងត្រឡប់មករកឡានកើវិញបន្ទាប់មកសៀងយន្តក៏បានប្រកាសអំពីបេក្ខនារីបន្ទាប់ដែលនោះគឺជាធានហ៊ូរុស្ស៊ីដែលមកពីទីក្រុងពន្លឺឡានកើឃើញសម្រស់របស់រុស្ស៊ីបែបនេះក៏ដូចជាចាប់អារម្មណ៍រុស្ស៊ីក៏បានជម្រាបសួរណែនាំឈ្មោះជាមួយនឹងទីក្រុងដែលនាងបានមកឡានកើក៏ជម្រាបសួរបកទៅវិញព្រមទាំងសួរតើនាងមកទីនេះដោយសារតែចាប់អារម្មណ៍គាត់មែនទេរុស្ស៊ីក៏បានឆ្លើយទាំងអឹមអៀនថានាងមិនដឹងនោះឡើយប៉ុន្តែប្តីរបស់ខ្ញុំគឺទៅតែខ្លាំងពូកែនិងល្អជាងខ្ញុំដើម្បីឲ្យខ្ញុំកោតសរសើរទៅកាន់គាត់ថ្ងៃណាមួយខ្ញុំសង្ឃឹមថាគាត់នឹងអាចឆោនៅចំណុចកំពូលនៃពិភពលោកហើយខ្ញុំនឹងនៅក្បែរគាត់ជានិច្ចនេះហើយជាសបន្តិធម្មបំផុតរបស់ខ្ញុំឡានកើក៏បានគិតព្រោះតែអ្វីដែលនាងបានលើកឡើងនោះដូចជាមិនមែនជាគាត់នោះទេគឺជាសាំងឆិនច្រើនជាងតែនាងក៏បានបដិសេធព្រោះតែអ្នកទាំងពីរគឺមកពីទីក្រុងផ្ទុយគ្នាដែលសាំងឆិនគឺជាធាតុងងឹតរីឯនាងគឺជាធាតុបន្លឺពួកខ្ញុំមិនអាចរស់នៅជាមួយនឹងគ្នាបានទេបើនៅជាមួយគ្នានោះប្រកាសជាកាត់បន្ថយអាយុជាមិនខានក្រៅពីនេះទៀតនោះនាងក៏មានរឿងចង់ប្រាប់ទៅកាន់ឡានកើការវឹកហាត់គឺជាអ្វីៗគ្រប់យ៉ាងមុនពេលដែលនាងបានទម្លុះពីកម្រិតទី9ចូលទៅដល់កម្រិតទី10នេះនាងគឺមិនអាចប៉ះទៅកាន់បរិះណាម្នាក់បានទេសួរឡានកើទៀតថាតើគេអាចធ្វើបានដែរទេលើបែបនេះឡានកើជាមួយនឹងសៀងយន្តក៏បានគាំងបាត់ទៅហើយមិនអាចប៉ះគ្នាបានទម្រាំទៅនាងទម្លុះទៅកាន់កម្រិតទី10នោះមិនដឹងថាពេលណាទៅរុស្ស៊ីក៏បានប្រាប់ទៅវិញថាប្រហែល10ទៅ20ឆ្នាំអីហ្នឹងវាក៏គ្រាន់តែបញ្ហានៅពេលវេលាតាឡានកើពេលនេះគាត់ក៏មិនដឹងថាសួរអ្វីទៅកាន់នាងនោះទេក៏បានឲ្យនាងសួរមកកាន់គាត់វិញមករុស្ស៊ីក៏បានដើរចូលមកសួរសំណួរដែលគួរឲ្យខ្លាចបំផុតប្រសិនបើជាខ្ញុំនិងម្ដាយរបស់លោកធ្លាក់ទឹកស្របពេលជាមួយនឹងគ្នានោះតើលោកជួយ
ជួយអ្នកណាមុនសំណួរអញ្ចឹងអីវិនឲ្យឡានកើទៅចងកភាសាជាងហើយទីបំផុតពេលនេះហ្វាហ័រក៏បានអាណិតទៅកាន់ឡានកើហើយបន្ទាប់មកនេះបែកខានរីដែលត្រូវចូលមកបន្តទៀតនាងគឺមានឈ្មោះថាប៉ៃយឺយេមីងដែលមកពីទីក្រុងងងឹតសៀងយន្តប្រកាសចប់យេមីងក៏បានដើរចេញទៅហ្វាហ័រក៏ហាក់បីដូចជាចាប់អារម្មណ៍ទៅកាន់នាងដូចគ្នាមិនត្រឹមតែហ្វាហ័រនោះទេសូម្បីតែឡានកើក៏ចាប់អារម្មណ៍ដូចគ្នាតែគាត់ក៏ងឿងឆ្ងល់ព្រោះតែបន្ទុកនៃការសាកល្បងរបស់នាងគឺបានតែមធ្យមប៉ុណ្ណោះសៀងយន្តក៏ប្រាប់ថានាងមិនសូវចេះនិយាយព្រមទាំងមិនមានទេពកោសល្យនៅក្នុងការសម្ដែងដែរដូច្នេះហើយទើបនៅក្នុងការសាកល្បងនាងបានបន្ទុកទៀតប៉ុន្តែនាងគឺមាននូវសម្រស់ដ៏ស្រស់ស្អាតបើតាមអ្វីដែលគាត់ចាំនោះគឺឡានកើចូលចិត្តប្រភេទនារីបែបនេះកន្លែងមកកាន់ឡានកើនេះវិញក៏បានមើលទៅកាន់សម្រស់របស់យាយមីងឡើងភ្លឹកបាត់ហើយសៀងយន្តក៏បានប្រាប់ឲ្យកូនប្រុសបញ្ញាប់សួរទៅកាន់នាងទៅតែឡានកើគាត់ក៏នៅតែភ្លឹកទៅកាន់សម្រស់នាងដដែលរហូតទាល់តែយាយមីងបានជំរាបសួរទៅកាន់គេឡានកើក៏សួរនាងតើមានវិធីហ្វឹកហាត់អ្វីពិសេសដែរទេដូចជាកញ្ញាមុននេះអញ្ចឹងមិនអាចប៉ះពាល់ទៅកាន់គ្នាបានយាយមីងក៏ថាទេឡានកើក៏សួរបន្តតើនាងមានឆន្ទៈចូលរួមដោយខ្លួនឯងមែនទេនាងក៏ឆ្លើយចាស់ឡានកើក៏សួរចំនួនចុងក្រោយតើនាងធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកផ្សេងទៀតដែរឬអត់យាយមីងក៏ថាទេទៀតហើយឡានកើពេលនេះក៏សប្បាយចិត្តជាខ្លាំងប្រាប់ថាដល់វេនរបស់នាងវិញហើយយាយមីងហើបបន្តិចក៏សួរតើគេទទួលបានឱកាសទិដ្ឋភាពមែនទេលើបែបនេះគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលសៀងយន្តក៏បានមកសួរតើនាងគឺជានរណាពេលនេះយាយមីងនាងក៏ច្បាស់ការហើយថាគេពិតជាទទួលបានឱកាសទិដ្ឋភាពពិតមែនបើដូច្នេះថ្ងៃនេះគេគឺត្រូវតែស្លាប់មិនត្រឹមតែគេទេសូម្បីតែអ្នកដែលនៅទីនេះក៏ត្រូវតែស្លាប់ដូចគ្នាគណៈពេលនេះឡានសៀងក៏បានបញ្ជាឲ្យឆ្មាំក្រុងចាប់ទៅកាន់យាយមីងមិនត្រឹមតែមិនបានរត់គេចក៏ថាទាំងបានស្ដោចឌឺដងបន្តទៀតរួចក៏បានណែនាំឈ្មោះថានាងគឺមានឈ្មោះថាធានម៉ូយាយមីងរហស្សនាមរបស់នាងគឺជាបិសាចឋានសួគ៌